ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចេញវីដេអូបែបជាលក្ខណៈក្រុមគ្រួសារវិញម្ដងណាបងប្អូនចាដោយសារតែថ្ងៃនេះប្អូនស្រីខ្ញុំហើយនិងប្អូនថ្លៃខ្ញុំគាត់បាននាំប៉ាហើយនិងម៉ែខ្ញុំពីពោធិ៍សាត់មកលេងអញ្ចឹងទៅខ្ញុំក៏ត្រៀមម្ហូបដើម្បីទទួលគាត់ហើយក្បាលជ្រូកនេះគឺប្តីខ្ញុំគាត់កំងគេតាំងពីល្ងាចបងប្អូនព្រលឹមឡើងគឺនាំខ្ញុំទៅយកក្បាលជ្រូកតែម្ដងហើយក្បាលជ្រូកនេះគេផ្លះហើយបងប្អូនហើយយើងទិញក្បាលជ្រូកមួយដោយសារតែអ្នកស្គាល់គ្នាគាត់មានថែមពោះថែមហ៊ុនឲ្យនៅកញ្ច្រែងនឹងបន្តិចដែរបងប្អូនចាសម្រាប់មុខម្ហូបទទួលភ្ញៀវថ្ងៃនេះខ្ញុំមានធ្វើជាបាញ់ហយជាមួយក្បាលជ្រូកហើយក៏មានត្រីដែងដែរដោយសារតែអ្នកបណ្ដាខ្ញុំគឺគាត់អត់សូវចូលចិត្តសាច់ទេអញ្ចឹងហើយខ្ញុំក៏ទៅរកទិញត្រីដែងយកមកអាំងដើម្បីចាជាម្ហូបមួយមុខទៀតសម្រាប់គាត់អញ្ចឹងណាបងប្អូនបន្ទាប់ពីវៃត្រីដែងលាងសម្អាតរួចហើយយើងមកមើលភ្លើងដើម្បីដាក់ចាដាំទឹកស្ងោរជាមួយនឹងក្បាលជ្រូករបស់យើងវិញម្ដងដោយសារតែហ្គាសឡើងថ្លៃឥឡូវហ្នឹងធ្លាក់ខ្លួនមកប្រើខ្ជុំវិញហើយបងប្អូនទឹកស្ងោរក្បាលជ្រូកនេះគឺប្តីខ្ញុំគាត់រៀបចំទេណាមានគល់ស្រកីស្លឹកក្រូចមានរំដេងអីអញ្ចឹងស្ងោរទុកចោលនៅនឹងមួយសន្ទុះទៅខ្ញុំមកធ្វើទឹកជ្រលក់បាញ់ហយវិញបងប្អូនចាខ្ញុំមានស្ករសចំនួន1កូនចានហើយនឹងទឹកក្តៅដាំពុះទុកវាឲ្យនៅត្រជាក់អ៊ុនល្មមបងប្អូន3កូនចានកុំយកទឹកត្រជាក់ពេកបងប្អូនទៅទុកឲ្យត្រជាក់ពេកយើងពិបាកកូរស្ករដោយសារវាអត់ងាយលាយស្ករតែបើយកឲ្យវានៅក្តៅអ៊ុនអញ្ចឹងយើងដាក់ចូលមកយើងកូរស្ករគឺលឿនខ្លាំងមែនទែនវាឆាប់រលាយបន្ទាប់ពីកូរស្កររលាយខ្ញុំថែមជាមួយនឹងទឹកត្រី1កូនចានថែមទឹកត្រីរួចហើយខ្ញុំមកថែមជាមួយនឹងទឹកខ្មេះសម្រាប់ទឹកខ្មេះខ្ញុំគឺជាទឹកខ្មេះទឹកត្នោតណាបងប្អូនចាទឹកខ្មេះធម្មជាតិពិតតែម្ដងខ្ញុំដាក់1កូនចានដែរបើបងប្អូនអត់ចូលចិត្តជូរកុំឲ្យប្រើដល់1កូនចានពេកចាឬក៏បងប្អូនទិញទឹកខ្មេះផ្សារគេគឺអត់សូវជូរដូចទឹកខ្មេះទឹកត្នោតអីបងប្អូនលេងមើលតាមហ្នឹងនិយាយទៅតាមចំណូលចិត្តអ្នកចូលចិត្តជូរអ្នកចូលចិត្តស្ទើរល្មមអីគឺបងប្អូនថែមថយតាមការញ៉ាំរបស់បងប្អូនមកបន្ទាប់ពីខ្ញុំកូរគ្រឿងទាំងអស់ចូលគ្នារួចហើយគឺយើងមានខ្ទឹមសខ្ទឹមក្រហមយើងច្រាំហាន់រួចហើយហ្នឹងជាមួយនឹងការ៉ុតដែលឈូសហើយដូចគ្នាបងប្អូនចាយើងកូរច្បល់មកភ្លក់មើលតាមចំណង់ចំណូលចិត្តហើយកុំភ្លេចថែមប៊ីចេងហើយនឹងអំបិលមកចាប់ទៀតផងដោយសារតែខ្ញុំអត់បានចុចទេបងប្អូនពេលដែលខ្ញុំថតពេលដែលខ្ញុំបងអំបិលបងប៊ីចេងហ្នឹងគឺខ្ញុំអត់បានថតទេបន្ទាប់មកខ្ញុំមកលាយខ្លាញ់ដើម្បីចាលាបបាញ់ហយយើងវិញម្ដងសម្រាប់បាញ់ហយយើងត្រូវលាយខ្លាញ់លាយខ្ទឹមលាបវាបែបនេះដើម្បីបាញ់ហយយើងមានក្លិនឈ្ងុយហើយបាញ់ហយយើងគឺអត់ស្អិតពិបាកបេះនៅពេលដែលយើងយកទទួលភ្ញៀវយកមកបរិភោគបងប្អូនបន្ទុកបែបនេះវារៀងបាក់បេះបន្តិចដោយសារវាស្អិតអញ្ចឹងឥឡូវបាញ់ហយយើងគឺរួចរាល់ហើយត្រឡប់ទៅមើលជាមួយនឹងភ្លើងរបស់យើងវិញម្ដងបងប្អូនចាយើងស្ងោរជាមួយនឹងក្បាលជ្រូកក៏រួចរាល់ហើយដែរដោយសារខ្ញុំមកធ្វើរវល់មកធ្វើចាទឹកបាញ់ហយធ្វើអីនៅមុខអញ្ចឹងប្តីខ្ញុំគាត់ស្ងោរហើយឥឡូវឆ្អិនហើយបងប្អូនគាត់ហាន់ដាក់ចានហើយបែងចែកជា2ផ្នែកសម្រាប់ញ៉ាំជាមួយបាញ់ហយផ្សេងសម្រាប់ទុកអាំងផ្សេងឥឡូវហ្នឹងគឺភ្ញៀវមកដល់ពេញផ្ទះហើយម្ហូបអត់ទាន់ហើយទេតែពីអ្នកប្តីប្រពន្ធនិយាយថាវិលពេញផ្ទះបន្ទាប់ពីម្ហូបរួចរាល់គឺខ្ញុំក៏បានបរិភោគរួចរាល់តែខ្ញុំអត់បានថតជូនបងប្អូនទេញ៉ាំបាយញ៉ាំអីរួចហើយក៏បងប្អូនស្រីខ្ញុំគេចង់មកលេងកន្លែងនេះបងប្អូនភូមិមង្គលចាភូមិមង្គលនេះគឺនៅខាងជ្រៃនិយាយទៅចេញពីផ្ទះខ្ញុំមកប្រហែលជា10ឬ15នាទីដល់ហើយអញ្ចឹងបងប្អូនចង់មកលេងហើយនៅជិតផ្ទះដែរបងប្អូនមានអីចាំយូរគឺមកវឹងតែម្ដងចាមកដល់គឺមេឃកំពុងតែភ្លៀងបងប្អូនចុះពីលើឡានមកនៅរលឹមព្រិចឯងភ្លៀងខ្លាំងមែនតើថ្ងៃនេះរាល់ថ្ងៃគឺថាម៉ោង2ម៉ោង3បងប្អូនអើយក្តៅចង់ឆេះចាចង់លាកស្បែកតែថ្ងៃនេះបងប្អូនខ្ញុំមកលេងចាញ់សម្រស់បងប្អូនចាញ់សម្រស់ប៉ាខ្ញុំម៉ែខ្ញុំមកមេឃភ្លៀងឡើងតិចលហឹបតែម្ដងហើយសម្រាប់ភូមិមង្គលនេះបងប្អូនគេមានជាលក្ខណៈអាហារដ្ឋានគេមានជាលក្ខណៈតូបតូចលក់តកកឈូសលក់បង្អែមលក់បុកល្ហុងលក់អីអញ្ចឹងបងប្អូនហើយនេះផ្ទះសម្រាប់តែភ្ញៀវមកកំសាន្តលេងឬក៏បងប្អូនចង់ស្នាក់នៅក៏បានដែរហើយសម្រាប់ក្រុមគ្រួសារខ្ញុំថ្ងៃនេះមកនេះគឺមិនមែនមកញ៉ាំអីទេបងប្អូនចាដោយសារញ៉ាំបាយពីផ្ទះហើយរួចរាល់ហើយគឺដោយសារតែបងប្អូនស្រីខ្ញុំគាត់ចង់មកលេងមកថតលេងដោយសារតែគាត់ឃើញគេ review តាម Facebook តាម YouTube អីស្អាតអញ្ចឹងណាអញ្ចឹងចង់មកឃើញចង់មកស្គាល់អីអញ្ចឹងទៅអញ្ចឹងហើយពួកខ្ញុំនេះក៏ឆ្លៀតមក100ទៅមកដោយទាំងប៉ាដោយទាំងម៉ែមកទៀតហើយប៉ាខ្ញុំគាត់មកគាត់ឆ្ងល់ដល់ហើយដីគេធំចាដីគេធំមកផ្ទះគេស្អាតនឹងគេធ្វើអស់ប្រមាណផ្ទះមួយគាត់ឆ្ងល់ណាបងប្អូនអានេះបងអូនថ្លៃហើយនឹងបងអូនស្រីខ្ញុំនិយាយពីថាមកដល់ភ្លាមដើរថតនិយាយពីវីដេអូផងសិលឹកផងហើយប្តីខ្ញុំថ្លៃទៅជាកាមេរ៉ាមែនឲ្យគេបងប្អូនបើនិយាយពីទីធ្លាវិញគឺធំទលាយទេសភាពក៏ស្អាតបងប្អូនដែលចង់មកថត pre wedding នៅនេះក៏គេឲ្យចូលដែរណាតែសម្រាប់តម្លៃវិញគឺខ្ញុំអត់ដឹងដែរបងប្អូនដោយសារតែខ្ញុំទៅតែមកលើកទី1ដែរអញ្ចឹងណាហើយបើនិយាយពីទេសភាពនៅភូមិមង្គលនេះវិញដូចបងប្អូនឃើញអញ្ចឹងដូចភូមិបុរាណអញ្ចឹងបងប្អូននេះដូចផ្ទះសេដ្ឋីអញ្ចឹងណានិយាយពីថាចូលមកភ្លាមគឺតិចភ្នែកតែម្ដងបងប្អូនតិចទាំងភ្នែកតិចទាំងអាកាសធាតុនិយាយទៅតិចទៅជុំគ្រប់បែបយ៉ាងតែម្ដងសម្រាប់ថ្ងៃដែលខ្ញុំទៅលេងនេះគឺអត់សូវមានមនុស្សម៉ានទេបងប្អូនហើយណាមួយមេឃភ្លៀងហងគេនៅក្នុងកញ្ចុះនៅកន្លែងញ៉ាំបាយនៅអីអញ្ចឹងណា
ចឹងទៅអត់សូវមានមនុស្សចេញដើរថតទេដូចបងប្អូនបានឃើញចឹងគឺមួយហើយណាមួយកន្លែងគេធំទៀតណាបងប្អូនហើយបើនិយាយពីប៉ាខ្ញុំវិញចាចង់ឡើងមកលើចាចង់មើលទស្សនវិជ្ជាពីខាងលើទៅដល់ពេលខ្ញុំឃើញវាភ្លៀងវាអីចឹងទៅខ្លាចគាត់ល្អិលក៏ហៅឲ្យចាំខ្ញុំបន្តិចទៅខ្ញុំដឹកដៃឡើងពួកអីជាដើរគេក៏ត្រូវទឹកភ្លៀងទៅអីចឹងយើងហើយណាមួយប៉ាខ្ញុំគាត់ឈឺផងដូចបងប្អូនដឹងចឹងគឺខ្ញុំអត់ចង់ឲ្យគាត់ឡើងមកម្នាក់ឯងខ្លាចគាត់ទុនដៃទុនជើងលបោដៃលបោជើងអីចឹងណាមួយវាមិនភ្លៀងល្អិលផងណាហើយបើនិយាយពីទិដ្ឋភាពខាងលើផ្ទះវិញបងប្អូនអើយថាមើលពីក្រោមមកស្អាតមើលពីលើទៅដូចបងប្អូនឃើញចឹងរឹតតែស្អាតទៅទៀតចូលមកហើយនិយាយពីថាត្រជាក់ភ្នែកហើយស្រស់ស្រាយតែម្ដងមើលទៅទីធ្លាខាងក្រោមដំបូងខ្ញុំថាអត់ចង់ឡើងមកឲ្យបងប្អូនចង់ដើរថតតែខាងក្រោមទេតែដោយសារតែឃើញប៉ាគាត់ចង់ឡើងអញ្ចឹងក៏ជូនគាត់ឡើងមកដែរទៅពេលមកដល់ខាងលើគិតថាបើមិនបានឡើងមកលើប្រកាសជាស្ដាយងាប់ហើយបងប្អូនដោយសារទិដ្ឋភាពខាងលើគឺស្អាតខ្លាំងមែនតើសម្រាប់នាងខ្ញុំនេះគឺថាស្ដាយទេសភាពបងប្អូនគឺរៀបចំចេញទៅវិញហើយទៅនឹកឃើញឲ្យកូនស្រីជួយថតវីដេអូឲ្យបានមកប៉ោះของគេព្រោះអីតាំងពីដើរចូលមកគឺដើរថតតែប្អូនថ្លៃថតតែប៉ាហើយនឹងម៉ែពីក្រោយគេអត់បានថតខ្លួនឯងទេឥឡូវបានខ្លួនឯងមកប៉ោះដែរហើយក៏រៀបចំចេញទៅផ្ទះតែម្ដងសុំទោសមិនមែនទៅផ្ទះបងប្អូនគឺទៅមកកន្លែងទៀតយើងទៅរកទឹកងូតអញ្ចឹងកន្លែងងូតទឹកគឺចេញពីភូមិមង្គលនេះប្រហែលជា2ឬ3គីឡូទេដោយសារតែក្មេងៗគឺគាត់ចង់ងូតទឹកគាត់អត់ចង់ដើរថតមកអីអញ្ចឹងដូចយើងចាស់ទេចាស់ចូលចិត្តដើរលេងរបៀបអញ្ចេះគឺតិចតិចឲ្យប្លែកភ្នែកបើកូនក្មេងអត់ទេកូនគាត់ទាចង់ទៅងូតទឹកទេអញ្ចឹងហើយក៏ចេញពីភូមិមង្គលនេះទៅរកកន្លែងងូតទឹកនៅក្នុងបុរីគេវិញម្ដងឥឡូវមកដល់កន្លែងងូតទឹកភ្លាមនិយាយពីថាបងថ្លៃប្អូនថ្លៃគេនេះហក់ក្តាំងដោះអាវហាក់បណ្ដែតខ្លួនពេញទឹកតែម្ដងហើយនេះគឺប៉ាខ្ញុំយឺតជាងគេបន្តិចចាហើយនេះគឺក្មួយហើយនឹងកូនកន្លែងដែលខ្ញុំមកងូតនេះគឺគេមានអាងសម្រាប់ក្មេងផ្សេងអាងសម្រាប់ចាស់ផ្សេងហើយបើនិយាយពីកន្លែងវិញគឺធំទលាយខ្លាំងមែនតើហើយបើនិយាយពីអ្នកងូតវិញចាស់3នាក់ក្មេង3នាក់ខ្ញុំហើយនឹងប្អូនស្រីខ្ញុំហើយនឹងអ្នកម្ដាយខ្ញុំគឺអត់ងូតទេដោយសារសត្វអ្នកចាញ់ល្ងាហើយមេឃតិចទៅភ្លៀងហើយផងអញ្ចឹងហើយក៏សុកចិត្តអង្គុយថតជាវីដេអូថតជារូបសិល្បៈផ្ដិតយករូបភាពទុកជាអនុស្សាវរីយ៍វិញទៅបងប្អូនអើយហើយចំណែកខាងនោះគឺអ្នកម្ដាយខ្ញុំគាត់អង្គុយយាមអីវ៉ាន់ហើយឥឡូវប៉ាខ្ញុំគាត់ងូតគាត់ងើបមកសួររោបន្ទប់ទឹកចាតម្រង់ត្រេះហើយទៅរោបន្ទប់ទឹកគេមកផ្លេតសិនឥឡូវចេញពីកន្លែងងូតទឹកមកយើងក៏ញ៉ាំអាហារពេលល្ងាចជុំគ្នាជាលក្ខណៈគ្រួសារម្ដងទៀតញ៉ាំពីព្រឹកគឺខ្ញុំភ្លេចថតដោយសារតែសប្បាយពេកឥឡូវញ៉ាំពេលល្ងាចគឺអត់ភ្លេចទេឆ្លៀតថតបង្ហាញបងប្អូនថ្ងៃនេះគឺយើងមានល្ងាចនេះគឺយើងមានបាញ់ហយសល់ពីព្រឹកនឹងខ្លះហើយជាមួយនឹងទាខ្វៃខ្លះហើយនឹងពវៀនជ្រូកបំពងខ្លះទិញមកពីកន្លែងគេល្បីហ៎បងប្អូនពេលបានញ៉ាំអាហារជួបជុំគ្រួសារបែបនេះបងប្អូនពេលវេលាគឺខ្លីខ្លាំងមែនតើវិលដល់ម៉ោងដែលពួកគាត់ត្រូវត្រឡប់ទៅវិញហើយព្រោះអីល្ងាចដែរហើយណាមួយឆ្ងាយទៀតអញ្ចឹងហើយយាយហើយនឹងមីងមុនចេញទៅវិញឆ្លៀតអោបថើបចៅថើបក្មួយសម្លក់សម្លឹងមើលក្មួយផ្អៀងផ្អងនាំគ្នាមើលកូនស្រីច្បងខ្ញុំបងប្អូនដោយសារឆ្នាំនេះគាត់ស្ទុះធំខ្លាំងពេកមីងគេល្អសើចដល់ហើយរឿងស្បែកជើងពាក់ធំជាងមីងហើយបើនិយាយពីក្មួយខ្ញុំវិញនិយាយពីថាលះលឿនខាងចូលឡានមុនគេហើយសម្រាប់វីដេអូជួបជុំគ្រួសាររបស់ខ្ញុំថ្ងៃនេះក៏ដល់ទីបញ្ចប់ហើយដែរបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់នេះខ្ញុំក៏សូមជូនពរបងប្អូនក្នុងឱកាសឆ្នាំថ្មីនេះរកទទួលទានមានបានចាតិចតិចជុំនៅក្នុងក្រុមគ្រួសារធ្វើដំណើរទៅទីណាកន្លែងណាឲ្យជួបតែសុខ